បងប្អូនខ្មែរដែលមានអាយុ50ឡើងទៅប្រហែលជាធ្លាប់បានឮពំនោលមួយឃ្លាដែលសរបញ្ជាក់ពីចរិតរបស់ខ្មែររួមទាំងអ្នកជិតខាងយើងដែរដែលមានសេចក្តីថាស៊ីនមិនចោលក្បួនយួនមិនចោលពុតខ្មែរសត្រុបមិនចោលចែចៅពាក្យក្បួនក៏អាចមានន័យម្យ៉ាងទៀតថាមាយាទព្រោះចាស់បុរាណក៏ធ្លាប់ប្រើប្រដៅកូនចៅដែលប្រព្រឹត្តខុសដដែលថាហែងមិនចោលក្បួនទេស៊ីមមិនចោលក្បួនមានន័យថាស៊ីមមិនលះបង់មហិច្ឆតាផ្នត់គំនិតពីមុនដែលធ្លាប់ចង់បានទឹកដីខ្មែរហើយពេលណាដែលខ្លួនមានឱកាសគេក៏ឆ្លៀតប្រើអំណាចយកទឹកដីខ្មែរចំណែកយួនក៏ជាអ្នកមានពុតល្បិចកលដែរហើយគេមិនដែលលះបង់នៅកិច្ចកលទាំងនេះឡើយដោយដែលប្រវត្តិសាស្ត្របានបង្ហាញកន្លងមកហើយឯពាក្យខ្មែរគឺភ្ជាប់ជាមួយពាក្យសុបទ្រុបមិនចោលចែចៅបើផ្ទៀងផ្ទាត់តាមវចនានុក្រមសម្ដេចសង្ឃជូនណាតຂະຫນាតតូចត្រង់ទំព័រ700ពាក្យសុទ្រុបមានន័យដូចគ្នានឹងស្មុតត្រុតជាគុណនាមមានន័យថាដែលចេះតែត្រុតត្រោមចុះស្រត់ចុះដែលទុនទៀបដណ្ដាបថោកទៀបទល់ក្រក្រៃពេករីឯពាក្យចែចៅមានន័យពីរយ៉ាងកិរិយាសព្ទនាំសម្ដីទៅវិញទៅមកដូចជាមុននឹងដណ្ដឹងកូនក្រមុំគេជាគុណនាមដែលប៉ិនខាងនិយាយដើមគេដែលប៉ិនខាងពោលពាក្យញុះញង់តាមន័យនេះអាចពន្យល់ថាខ្មែរចូលចិត្តនិយាយញុះញង់ឲ្យបែកបាក់សកសៀតវិចអាលដោយការច្រណែនឈ្នានីសគ្នាខ្មែរខ្លះក៏និយាយចែបប្រែដោយពាក្យឥតប្រយោជន៍ដែលនាំទៅដល់ការបែកបាក់គ្នានិងបន្ថោកតម្លៃខ្លួនឯងលោកស្រី Eleanor Roosevelt ជាអ្នកនយោបាយអ្នកការទូតអាមេរិកនិងបំពេញមុខនាទីជាជំទាវទី1ដែលយូរជាងគេ1933ដល់1945មានប្រសាសន៍ថាអ្នកពូកែធ្វើការវិនិច្ឆ័យពីគំនិតអ្នកប្រាជ្ញមធ្យមជជែកពីព្រឹត្តិការណ៍ឯមនុស្សប្រាជ្ញាអន់ចូលចិត្តនិយាយពីមនុស្សប៉ុន្មានថ្ងៃមុនខ្ញុំឃើញតាមបណ្ដាញសារព័ត៌មានអេឡិចត្រូនិកនៅការរិះគន់ពីម្ចាស់ Facebook មួយទៅលើសិល្បករនីខ្មែរម្នាក់ពាក់អាវជជុះស្បែកជើងជជុះមិនតែប៉ុណ្ណោះគេស្រាវជ្រាវដល់ទៅទិញពីប្រភពណានៅកន្លែងណាទៀតបើយើងពិចារណាបន្តិចយើងឃើញថាវាឆ្លុះបញ្ចាំងនៅភាពអន់ថយនៃគំនិតរបស់បុគ្គលខ្លះដែលពុំគូលើកបញ្ហានេះមកនិយាយផ្អែកលើហេតុផលដូចនេះ1រំលោភលើភាពជាឯកជនរបស់គេ2គេទិញបានថោកនៅរបស់ល្អមិនជាការឆ្លាតវៃនិងវិចារណញ្ញាណរបស់គេទេឬ3កម្រិតយល់ដឹងទាបរបស់អ្នករិះគន់និងផ្ដោតតែលើសម្ភារៈនិយមតើគេមិនចាប់អារម្មណ៍ទេឬថាជំទាវភរិយាលោកលីសៀវឡុងដែលប្តីរបស់គាត់មានប៊ីវុតខ្ពស់ជាងលោកឧបមាឯរូបគាត់ប្រើកាបូបមួយដែលមានថ្លៃតែប៉ុន្មានដុល្លារនោះសរុបមកពំនោលខាងលើទាំងមូលអាចបញ្យល់ថាអ្នកចិត្តខាងយើងគេមិនចោលពុតមីជាតិមិនល្អចាំតែឆ្លៀតកេងប្រវ័ញ្ចពីយើងឯយើងគិតតែច្រណែនគ្នាឲ្យអាលញុះញង់ឆ្លោះតែគ្នានឹងទៅពឹងពាក់គេក្នុងរឿងដណ្ដើមអំណាចគ្នាហើយត្រូវសងគុណគេម្ដងហើយម្ដងទៀតកាត់ដីសងគេជាថ្មីទៀតមិនចេះចប់មិនចេះហើយដដែលជាដដែលតាំងពីពេលមុនរហូតមកធ្វើឲ្យប្រទេសធ្លាក់ខ្លួនអន់ថយរីករាលរៀងដល់រាបពីចំនួនមួយទៅមួយការនិយាយដូចនេះពុំមែនយើងមើលគេក្នុងផ្លូវអាក្រក់នោះទេតែប្រវត្តិសាស្ត្រចាស់ថ្មីជាអ្នកបង្ហាញយ៉ាងច្បាស់ទៅហើយ